របស់ល្អពិតមែននិទានរឿងស៊ុនអូខុងចុះឋានីក្រោយពីរៀនសិលចប់ស៊ុនអូខុងបានត្រឡប់មកភ្នំផាកវិញដោយមានកម្លាំងកើនឡើងទ្វេដងប៉ុន្តែបញ្ហាធំបំផុតគឺគ្មានអាវុធណាមួយអាចទ្រាំទ្រួននឹងកម្លាំងដ៏មហាសាលរបស់គេបានឡើយសេនាស្វាបាននាំគ្នាប្រមូលអាវុធរាប់ពាន់មុខពីក្រុងមនុស្សមកថ្វាយមហាក្សត្រខ្លួនតែអូខុងគ្រាន់តែប៉ះបន្តិចអាវុធទាំងនោះក៏កោងបាក់ខ្ទេចខ្ទីអស់ពេលនោះសេនាស្វាចាស់ម្នាក់ដែលមានចំណេះដឹងទូលំទូលាយបានផ្ដល់យោបល់មួយនៅបាតសមុទ្រខាងកើតមានរាជវាំងផាឡេដែលគ្រប់គ្រងដោយស្ដេចនាសមុទ្រអូក្វាងគ្រាន់តែឮដូច្នេះស៊ុនអូខុងអោយញាប់ញ័រពេញខ្លួនត្រៀមខ្លួនចុះទៅរុករកភ្លាមមិនបង្អង់យូរស្វាស៊ុលរូបនេះក៏ហោះលោតត្រាំងផ្លឹងចូលទៅក្នុងមហាសមុទ្រដោយសារមានមន្តអាគមស៊ុនអូខុងអាចដើរហោះហើរក្នុងទឹកបានយ៉ាងងាយស្រួលទីហ៊ានយាមល្បាតបាតសមុទ្រព្យាយាមមករារាំងផ្លូវរបស់គេតែមានអ្នកណាអាចកត់ដំណើរមហាក្សត្រស្វានេះបានទៅមិនយូរប៉ុន្មានរាជវាំងផាឡេដ៏ត្រចះត្រចាំងក៏បានលេចរូបរាងឡើងយ៉ាងអស្ចារ្យស្ដេចនាអូក្វាងគ្រាន់តែឮឈ្មោះស៊ុនអូខុងក៏មានការព្រួយបារម្ភយ៉ាងខ្លាំងអូខុងដើរចូលរាជវាំងដោយអំណាចគ្មានក្រែងរអែកអ្នកណាទាំងអស់ស្ដេចនាគត្រូវបង្ខំចិត្តចេញមកទទួលរាក់ទាក់ដោយភាពគួរសមបំផុតអូខុងមិននិយាយច្រើនក៏ទាររកអាវុធណាដែលមានទម្ងន់ធ្ងន់និងខ្លាំងបំផុតភ្លាមស្ដេចនាគបានបញ្ជាសេនាឲ្យឯងដាវធំទម្ងន់ 3600 ជញ្ជាំងមកថ្វាយអូខុងចាប់កាន់ក្រវីលេងដូចជាកាន់ចំបើងគ្រាន់តែសាកល្បងកម្លាំងបន្តិចដាវនោះក៏បាក់ជាពីរខាន់ស្ដេចនាគចាប់ផ្ដើមបែកញើសតើស្វានេះមានកម្លាំងប៉ុណ្ណាទៅលំពេងទើបទម្ងន់ 7200 ជញ្ជាំងត្រូវបានសាយមកដល់ជាបន្តបន្ទាប់អូខុងចាប់ក្រវីទាល់តែទឹកសមុទ្រវិលវល់ក៏ក្រើកពេញវាំងនាទាំងមូលគេបោះវាចោលហើយរអ៊ូថាវានៅតែស្រាលមិនទាន់ដល់កម្រិតដែលគេចង់បានស្ដេចនាគទាល់តម្រិចពេលនោះម្ចាស់ក្សត្រីនាគក៏បានលួចផ្ដល់យោបល់ស្ដេចនាគនាំអូខុងទៅកាន់រតនសម្បត្តិជ្រៅបំផុតនៃបាតសមុទ្រនោះគឺសសរដែកទឹកដែលព្រះជាម្ចាស់យូធ្វាប់ប្រើសម្រាប់វាស់ជម្រៅទឹកសមុទ្រនៅលើនោះមានឆ្លាក់អក្សរថាដំបងដែកទឹកស័ក្តិសិទ្ធិទម្ងន់ 13500 ជញ្ជីងតែអូខុងពិបាកចិត្តដោយសារវាមានទំហំធំនិងវែងពេកមិនអាចយកមកធ្វើជាអាវុធបានអស្ចារ្យណាស់ដំបងនោះមានវិញ្ញាណស្ដាប់យកភាសាក៏ស្រាប់តែរួញតូចជាងមុននិងខ្លីជាងមុនអូខុងសប្បាយចិត្តខ្លាំងណាស់ក៏ស្រែកបញ្ជាបន្តបន្ទាប់ឲ្យវាតូចទៀតទីបំផុតគេបានអាវុធគូកនដែលស្ដាប់តាមបញ្ជាពិតប្រាកដរួចអូខុងក៏បញ្ជាវាឲ្យពន់មជុលហើយយកវាទៅលាក់ទុកក្នុងរន្ធត្រចៀកយ៉ាងរំភាយដោយមានអាវុធហើយតែគ្មានសម្លៀកបំពាក់ស័ក្តិសមអូខុងនៅមិនទាន់ព្រមចាក់ចេញទេគេគំរាមស្ដេចនាគថាបើមិនរកឈុតសឹកឲ្យទេគេនឹងវាយគំទេចវាំងនាគនេះចោលតែម្ដងដោយភាពភ័យខ្លាចស្ដេចនាសមុទ្រខាងកើតក៏បានវាយស្គរទិព្វហៅបងខូនខ្លួនស្ដេចនាគទាំង3ទិសក៏ប្រញាប់បង្ហាញតួភ្លាមពួកគេបានប្រគល់មួកស្លាបសត្វហ្វីនិកអាវក្រោះមាសសុទ្ធនិងស្បែកជើងហោះដើរលើពកមែកពេលនេះស៊ុនអូខុងបានតុបតែងកាយជាស្ដេចស្វាដ៏សង្ហានិងមានអំណាចពោតប៉ុន្មានបំផុតប្រចាំត្រីភពបានសម្រេចបំណងហើយគេក៏ហក់ត្រឡប់ទៅភ្នំផាកវិញដោយមិនខ្វល់ពីអ្នកណាទាំងអស់ទុកឲ្យស្ដេចនាគខឹងសម្បាឡើងទៅប្តឹងព្រះឥន្ទនៅឋានសួគ៌អំពីទង្វើដ៏ប្រហើនរបស់ស្ដេចស្វានេះ